អ្នកទាំងអស់គ្នានេះគឺជាវីដេអូសម្រាប់តម្លើង APA7 APA7 អឺសម្រាប់ដាក់ប្រភពដាក់ citation នៅក្នុងជំពូកទី2នៅក្នុងជំពូកទី2ណាដែលនិយាយអំពីការរំលឹកទ្រឹស្ដីហើយគេឲ្យដាក់ប្រភពជា APA7 ថាឯកសារនឹងបានមកពីណាអីពីណាដែលកាលពីមុនយើងដាក់តាមបែប footnote ដែលមានដាក់បតងដាក់ខាងលើលេខ1រួចសរសេរមក footnote នៅខាងក្រោមតែឥឡូវនេះខាងក្រសួងអប់រំតម្រូវឲ្យដាក់ APA7 អញ្ចឹងដើម្បីតម្លង APA7 ចូលក្នុង Microsoft Word អ្នកទាំងអស់គ្នាបើក Microsoft Word របស់យើងមកកន្លែងនៅក្នុង Microsoft Word នេះមានពាក្យថា reference នេះនៅក្នុង Microsoft Word មានពាក្យថា reference រកតិចសិនណាក្នុង Microsoft Word នេះមានពាក្យថា reference អញ្ចឹងអា reference នេះអ្នកទាំងអស់គ្នាចូលទៅលើ manage source អ្នកទាំងអស់គ្នាចូលទៅលើ manage source ហើយចូលទៅលើពាក្យថា browse ហើយចូលពាក្យថា style ហើយទៅ copy អា file ដែល APA7 នេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នារបៀបដាក់ citation តាម APA7 នៅក្នុង Microsoft Word អញ្ចឹងនៅក្នុង APA7 នេះអ្នកទាំងអស់គ្នា download បានយកពាក្យ show folder មកហើយ copy អាហ្នឹង copy អា file ដែលខ្ញុំផ្ញើទៅហ្នឹង copy វាមកហើយផាសចូលក្នុងអា file Word ដែលយើងបានរកមិញនេះយើងយកពាក្យ all មកវានឹងចេញឲ្យហើយយើងនឹងផាសវាចូលចឹងវាចេញ APA7 ណាកាលពីមុនអត់មាន APA7 ទេកាលពីមុនអត់មាន APA7 ទេនេះអត់មានទេអញ្ចឹងដើម្បីបាន APA7 អ្នកទាំងអស់គ្នា copy ដាក់ចូលហើយ restart Microsoft Word របស់យើងសាថ្មីម្ដងទៀតយើងចុច restart មកយើងបើក Microsoft Word យើងម្ដងទៀតមកនេះចេញមកណាអញ្ចឹងនេះសម្រាប់ដាក់ប្រភពណាចឹងគ្រប់កុំព្យូទ័រតម្លើងឲ្យអស់ហើយមកគ្រប់កុំព្យូទ័រចេញ APA7 ហើយចំពោះរបៀបប្រើយ៉ាងណានោះយើងនឹងជួបគ្នានៅវីដេអូថ្មីហើយនឹងពេលនៅក្នុងថ្នាក់អរគុណច្រើន